សួស្តីបងប្អូនអ្នកគ្នានៅក្នុងប្រអប់នេះខ្ញុំបាទចង់បង្ហាញបងប្អូនអ្នកគ្នាអំពី motor បូមតលី6 model បាទអញ្ចឹងយើងមើល model នេះមួយមុនគេប្រភេទនេះជាប្រភេទប្រើថ្មប្រភេទ40 V ជាប្រភេទ motor បំប្រើខ្ជូងលេខកូដ CL001G ហើយថ្លាអញ្ចឹងមកកំប៉ុងគេនេះយើងមួលដើម្បីចាក់សម្រាមអញ្ចឹងណាបាទចាក់សម្រាមចាក់ទឹកដីនេះមាន lock ទៀតនេះគឺប្រើថ្មប្រភេទ18 V លេខកូដ DCL 108ប្រភេទនេះបាទប្រើថ្ម18 V ដូចគ្នាលេខកូដ DCL 280F F នេះមានភ្លើង LED ណាតាមភ្លឺហើយកំប៉ុងសម្រាមក៏ដូចគ្នាដែរអូខេជម្រាបតាមប្រាខ្ជុំប្រភេទនេះប្រើថ្ម12 V លេខកូដ CL 106FD បាទ FD មានភ្លើងដែរណាប្រភេទនេះពណ៌ផ្កាឈូកប្រើថ្ម12 V លេខកូដ CL 108FD បាទមានភ្លើងមានពណ៌ផ្កាឈូកកំប៉ុងដាក់អូខេបាទពេលយើងចាក់កាទីមកចាក់នេះចាញ់ចឹងទៅបាទអូខេចឹងយើងមើលមួយនេះបាទមួយនេះប្រើថ្មប្រភេទឆ្នុកបាទប្រភេទឆ្នុក2អាំពែ10.8 Vណាបាទ CL 114FD បាទហើយនេះកន្លែងដាក់គេបាទបែបនេះអូខេនេះកងតាក់ចុចដំណើរការនេះមាន lock បាទអញ្ចឹងនៅមានច្រើន model ទៀតតែបង្ហាញតែ6 model នេះទេអញ្ចឹងសម្រាប់បងប្អូនអ្នកគ្នាដែលមានចម្ងល់ទាក់ទងជាមួយនឹងផលិតផល Makita អំពីការប្រើប្រាស់ផ្សេងៗអាចឆាន់សួរបាទសូមអរគុណ